ទោះជាការងារនោះលំបាកយ៉ាងណាក៏ដោយក៏គាត់បានប្រឹងប្រែងពេញលេញព្រោះដើម្បីគ្រួសាររបស់គាត់នៅឆ្នាំ2022គាត់ត្រូវបានពេទ្យពិនិត្យឃើញមានជំងឺមហារីកសួតតាំងពីដឹងថាខ្លួនមានជំងឺមកគាត់ប្រឈមមុខនឹងការតស៊ូដ៏លំបាកបំផុតក្នុងជីវិតរបស់គាត់គាត់បានឆ្លងកាត់ការព្យាបាលដោយគីមីនិង radiation ពីរដងហើយបានស៊ឺទ្រាំនឹងការឈឺចាប់នឹងការលំបាកជាមួយនឹងកម្លាំងនិងភាពក្លាហានគួរឲ្យជឿទោះបីគ្រូពេទ្យប្រាប់គាត់ថាគាត់មានជីវិតរស់នៅបាន6ខែឬក៏តិចជាងក៏ដោយក៏គាត់ព្យាយាមមិនបោះបង់ការព្យាបាលដែរគាត់បន្តការប្រយុទ្ធជាមួយនឹងជំងឺគាត់ឲ្យស្វិតស្វាញដោយបង្ហាញយើងទាំងអស់គ្នាពីភាពមោះមុតខ្លាំងពិតប្រាកដដូចជាគាត់ធ្លាប់បានធ្វើពីមុនមកដែរទោះបីជាខ្លួនគាត់នៅក្នុងភាពទន់ខ្សោយដោយជំងឺធ្វើទុកនិងឆ្លងកាត់ការព្យាបាលដោយឈឺចាប់ទាំងអស់នេះក៏ដោយក៏គាត់នៅតែដោតអារម្មណ៍លើគ្រួសាររបស់គាត់ដោយគិតពីអ្នកដទៃជាជាងខ្លួនឯងដូចអ្វីដែលគាត់ធ្លាប់ធ្វើពីមុនមកគាត់ក៏ជាដូនដ៏ល្អដែលមានមោទនភាពចំពោះចៅ5នាក់ Jordan, Jaden, Jefferson, Sawandati និងមិញហងចៅទាំងអស់បាននាំនៅសេចក្តីរីករាយនិងសុភមង្គលដ៏ធំធេងចំពោះគាត់ជីវិតរស់នៅក្នុងសហរដ្ឋអាមេរិកគាត់មានរកឃើញជីវិតថ្មីដើម្បីរីករាយនឹងជីវិតសម្រាប់ពួកយើងទាំងអស់គ្នាលោកស្រីជាតំណាងច្រើនជាងគ្រាន់តែនាមជាម្ដាយឬក៏ប្រពន្ធទៅទៀតគាត់គឺជាកម្លាំងរបស់យើងជាការណែនាំរបស់យើងនិងជាបេះដូងនៃក្រុមគ្រួសាររបស់យើងគាត់ប្រៀបដូចជាព្រះមួយអង្គនៅក្នុងគ្រួសាររបស់យើងជាគំរូនៅក្នុងព្រលឹងរបស់យើងដែលបង្រៀនយើងតាមរយៈសកម្មភាពរបស់គាត់អំពីរបៀបដើម្បីឲ្យមានភាពរឹងមាំអត់ធ្មត់និងសេចក្តីស្រឡាញ់ទោះបីជាជីវិតស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយនៅថ្ងៃទី20ខែមីនាឆ្នាំ2006វេលាម៉ោង5កន្លះព្រឹកនៅ Kent រដ្ឋ Washington យើងនេះគាត់បានលាចាកយើងទៅក្នុងអាយុ67ឆ្នាំទោះបីបើគាត់លែងនៅជាមួយយើងខាងរូបកាយទៀតហើយក្តីស្រឡាញ់របស់គាត់មេរៀនរបស់គាត់និងវិញ្ញាណរបស់គាត់នឹងរស់នៅក្នុងបេះដូងយើងម្នាក់រាល់គ្នាជារៀងរហូតយើងនឹងចងចាំជានិច្ចពីការលះបង់កម្លាំងចិត្តនិងកម្លាំងកាយរបស់គាត់និងសេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌដែលគាត់ផ្ដល់ឲ្យយើងលោកស្រីជាស្ត្រីម្នាក់ដែលមិនអាចបំភ្លេចបានគាត់នឹងនៅក្នុងចិត្តយើងជារៀងរហូតសូមវិញ្ញាណក្ខន្ធរបស់លោកស្រីបានទៅកាន់ទីសុខសាន្តជាបន្តខ្ញុំសូមអានជាភាសាអង់គ្លេស In loving memory of our beloved Sitan Man. Sitan was born on April 3, 1959 in Kundal Province, Cambodia. To her parents, Mr. Mai Tan and Mrs.